សួស្តីបងប្អូនជាទីគោរពនិងជាទីរាប់អានបាទនេះទស្សនវិជ្ជាក្នុងពិធីប្រណាំងទូកងខ្នាតតូចដែលបានចាត់តាំងឡើងនៅខាងមុខវត្តវិជ្ជរាមតកុចចាស់ដែលស្ថិតនៅឃុំធង្វាទីក្រុងកន្ទើបាទនេះគឺតាមដងផ្លូវដែលយើងខ្ញុំធ្វើដំណើរទៅកាន់នៅកន្លែងដែលចាត់តាំងការប្រណាំងទូកងខ្នាតតូចបាទនេះគឺជាពិធីដើម្បីអំណរបិណ្ឌសែនដូនតារបស់ជំនុំជាតិខ្មែរឆ្នាំ2025បាទហើយការចាត់តាំងនេះឡើងនៅថ្ងៃ15រោចខែពុត្របុត្រឆ្នាំម្សាញ់ពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី22ខែកញ្ញាឆ្នាំ2025បាទបងប្អូនកលេចមើលចុះបាទមានអ្នកគ្រប់គ្រងក៏ដូចជាអ្នកស្នេហាខាងវិស័យទូកនឹងបាទខាងវិស័យទូកងនឹងដែលបានអញ្ជើញមកពីគ្រប់ទិសទីទាំងអស់បាទដើម្បីមកចូលរួមទស្សនានៅការប្រណាំងបាទនេះគឺជាឆ្នាំលើកទី2បាទដែលវត្តបានចាត់តាំងឡើងដើម្បីឲ្យក្រុមទូកនានានៅក្នុងទីក្រុងកន្ទើយ៉ាងហ្នឹងក៏បានមកចូលរួមដើម្បីអបអរសាទរបិណ្ឌសែនដូនតាជាប្រពៃណីរបស់ជនជាតិខ្មែរបាទហើយព្រះសង្ឃហ្នឹងក៏បានរៀបចំឡើងបាទពីឆ្នាំកន្លងហើយហ្នឹងបានចូលរួមតែប្រមាណជា8ទូកទេបាទហើយឆ្នាំនេះកើនឡើងដល់16ទូកបាទដែលអញ្ជើញមកពីបណ្ដាសង្កាត់ឃុំនៅក្នុងក្រុងកន្ទើបាទតទៅនេះខ្ញុំបាទសូមរៀបនាមអំពីក្រុមទូកងនានាដែលបានអញ្ជើញមកចោះឈ្មោះប្រណាំងក្នុងពិធីប្រណាំងទូកងអំណរបិណ្ឌសែនដូនតាប្រពៃណីរបស់ជនជាតិខ្មែរដែលវត្តវិជ្ជរាមតកុចចាស់បានរៀបចំនិងចាត់តាំងឡើងដើម្បីអំណរបិណ្ឌសែនដូនតាបាទគឺឆ្នាំនេះមានក្រុមទូកងទាំងអស់មាន16ទូកបាទដែលបានអញ្ជើញមកចូលរួមប្រកួតតំណាងឲ្យវត្តនានាក៏ដូចជាសង្កាត់ឃុំនៅក្រុងកន្ទើហើយក៏បានចែកចេញជា4តារាងបាទតារាងទី1គឺតារាង A ហើយក្រុមទូកងទី1ហ្នឹងក្រុមទូកងសីដា B បាទហើយមកពីឃុំហោដាក់កេងទី2គឺក្រុមទូកងវត្តតកុចចាស់ដែលជាម្ចាស់ផ្ទះនៅខាងឃុំធង្វាទី3ក្រុមទូកងវត្តបឹងក្រចាប់ថ្មីបាទដែលមកពីឃុំតឹងឋានទី4ក្រុមទូកងភូវ៉ាដែលមកពីឃុំពូតំចំណែកតារាង B ក្រុមទូកងមកពីខ្សាច់ទី2ក្រុមទូកងដងវេបាទនៅមកពីឃុំហោដាក់គៀងទី3ក្រុមទូកងកិន6តកវិចបាទហើយឃុំពូតំទី4បាទក្រុមទូកងពោស្ថារាមមកពីក្រុងសុកកាំងចំណែកតារាង C បាទគឺក្រុមទូកងតកវិចចាស់ទី2បាទហើយមកពីឃុំធង្វាទី2ក្រុមទូកងសៃដាមកពីឃុំហោដាក់គៀងទី3ក្រុមទូកងឫស្សីកាបបាទមកពីឃុំពូតំទី4មកក្រុមទូកងដើមជ្រៃបាទមកពីខ្សាច់តារាង D បាទមកក្រុមទូកងតំណាងឲ្យវត្តព្រែកអណ្ដើកមកពីឃុំអំពូយាទី2វត្តពោធិថ្លឹងឃុំថៃអង្ហយហើយទី3ក្រុមទូកងមនីស្រះកែវមកពីឃុំលំតឹងហើយទី4ក្រុមទូកងតកវិចបាទឃុំពុតតំបាទដូច្នេះក្រុមទូកងទាំង16ហ្នឹងក៏បានចែកជា4តារាងហើយក៏ជំរើសប្រកួតជារង្វង់ដើម្បីជ្រើសរើសនៅក្រុមទូកងជើងខ្លាំងបាទយកលេខ1លេខ2នៃតារាងនីមួយៗដើម្បីចូលរួមក្នុងរង្វង់ពាក់កណ្ដាលផ្ដាច់ប្រត់និងផ្ដាច់ប្រត់ដើម្បីយកទទួលជ័យលាភីបាទនេះទស្សនវិជ្ជាបងប្អូនកលេចមើលចោះគឺក្រុមទូកងនានាដែលកំពុងតែរងចាំនៅពិធីបើកវគ្គប្រណាំងទូកងបាទមានក្នុងនោះក៏គួរឲ្យស្ងើចសរសើរដែលមានយុវវ័យជាច្រើនបានមកចូលរួមដើម្បីប្រកួត
ប្រជែងជាមួយនឹងក្រុមទូកងដែលធ្លាប់មានបទពិសោធន៍នៅក្នុងការប្រណាំងបាទហើយក្រុមទូកងនានាហ្នឹងក៏បានរចនាទៅជាមានរូបភាពបាទយ៉ាងស្រស់ស្អាតបាទបងប្អូនកលេចមើលចុះនៅខាងក្បាលទូកងហ្នឹងបានតុបតែងលម្អមានតង់សាសនាតង់ជាតិនឹងមានរូបតំណាងឲ្យទូកនីមួយបាទបើតាមគណៈចាត់តាំងគឺទូកនីមួយនឹងមានប្រវែងពី12ទៅដល់15ម៉ែត្រហើយចំណុះទូកហ្នឹងក៏ដូច្នោះដែរមានពី12ទៅដល់13នាក់បាទមិនគិតអ្នកផ្លុំកញ្ចែទេព្រោះថាទូកគឺຂະຫນາດខ្លីបាទក្នុងឱកាសបើកវគ្គពិធីប្រណាំងទូកងຂະຫນາດទូកនេះលោកត្រាវង្សីជាប្រធានគណៈកម្មការវត្តវិជារាមតកុចាស់ក៏បានថ្លែងពិធីបើកវគ្គបាទវត្តវិជារាមតកុចាស់ព្រមទាំងប្រធារានុធិរៈគ្រប់ព្រះអង្គបន្តមកខ្ញុំបាននឹងសូមសម្ដែងនៅភាសាខ្មែរដែលក៏វគ្គថ្ងៃនេះវត្តវិជារាមតកុចាស់ចាត់តាំងរង្វាន់ប្រណាំងទូកងຂະຫນາດតូចឆ្នាំ2025ដើម្បីអំណរបិណ្ឌយប់បិណ្ឌចាត់តាំងរង្វាន់ប្រណាំងទូកងຂະຫນາດតូចនេះដើម្បីថែរក្សាអភិរក្សនិងផ្សព្វផ្សាយនៅវប្បធម៌ពិសេសនៃប្រភេទទូកនេះនិងបង្កើតទីលានលេងកម្សាន្តដ៏មានប្រយោជន៍និងមានសកម្មភាពល្អសម្រាប់ប្រជាជននៅតំបន់វិរៈនិងលើកទឹកចិត្តដល់ចលនាកាយសម្បទាកីឡាប្រណាំងទូកងຂະຫນາດតូចនេះក្នុងគោលបំណងលើកកម្ពស់សុខភាពរបស់សហគមន៍និងពុទ្ធសាសនិកដើម្បីផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងារប្រកបដោយផលិតភាពខ្ញុំសង្ឃឹមថាក្រុមទូកងទាំងអស់មកជួបជុំគ្នាក្នុងបរិយាកាសសប្បាយរីករាយសាមគ្គីការប្រកួតតរំភើបក្រុមនីមួយនឹងមានឱកាសប្រស្រ័យទាក់ទងជាមួយក្រុមផ្សេងទៀតជាច្រើនបង្កើតមិត្តភាពកាន់តែទូលំទូលាយនិងកាន់តែសាមគ្គីគ្នាតាមរយៈចលនានេះគណៈកម្មការរៀបចំការប្រកួតសង្ឃឹមថាអត្តផលិតត្រូវគោរពយ៉ាងតឹងរឹងទៅនឹងបទបញ្ញត្តិរបស់គណៈកម្មការរៀបចំការប្រកួតបង្ហាញពីតម្រង់សីលធម៌អត្តបកិរិយាវប្បធម៌សាមគ្គីភាពនិងភាពស្មោះត្រង់ក្នុងការប្រកួតប្រជែងដើម្បីបង្ហាញទស្សនិកជននៅការសម្ដែងដែលមានល្បឿនលឿនអស្ចារ្យរំភើបនិងគួរឲ្យទាក់ទាញដើម្បីបម្រើទស្សនិកជនខ្ញុំសូមប្រកាសការបើកវគ្គរង្វាន់ប្រណាំងទូកងຂະຫນາດតូចឆ្នាំ2025យើងខ្ញុំនឹងសូមជូនពរក្រុមប្រកួតប្រជែងដោយស្មារតីសាទរស្មោះត្រង់និងសាមគ្គីភាពសូមអរគុណបាទក្នុងឱកាសនេះគឺថ្នាក់ដឹកនាំឃុំទង្វានឹងក៏បានប្រគេនទេវទានទៅដល់គណៈចាត់តាំងពិធីប្រណាំងទូកងຂະຫນາດតូចបាទហើយឥឡូវនេះគឺគណៈចាត់តាំងនឹងក៏បានរាយនាមដែលក្រុមទូកងនានាដែលបានចូលរួមក្នុងពិធីប្រកួតនៅឆ្នាំនេះគឺមាន16ទូកហើយដើម្បីឡើងមកវេទិកាឆាកទទួលនៅតុងអនុស្សាវរីយ៍បាទពីគណៈចាត់តាំងហើយទទួលនៅខាងតុងនេះគឺលើកទី1មាន8ទូកបាទហើយលើកទី2មាន8ទូកដែរបាទគឺដូច្នេះសរុបទាំងអស់មាន16ក្រុមបាទបងប្អូនកលេចមើលចុះគឺទេសភាពនៅទីនេះគឺមានអ្នក
ស្នេហាវិស័យទូកនឹងមកចូលរួមទស្សនាយ៉ាងច្រើនកកគឺតាមដងព្រែកទាំងសង្ខាងបាទហើយនេះគឺទស្សនវិជ្ជារួមគឺក្រុមទូកងនីមួយៗនឹងមានឯកសណ្ឋានខ្លះមានពណ៌ក្រហមខ្លះមានចម្រុះព្រមទាំងពណ៌ខ្មៅទៀតផងបងប្អូនហើយទូកនេះក៏មើលកលេចមើលចុះដូចស្រដៀងនឹងទូកលុងបាទគ្មានដងសន្ទូចទេបងប្អូនបាទក្រោយពីធ្វើពិធីបើកវែករួចបាទក្រុមទូកងទាំងឡាយនឹងក៏បានធ្វើបណ្ដានឹងឆ្ពោះទៅទីប្រកួតបាទហើយតាមគណៈចាត់តាំងនឹងគឺខ្សែទឹកប្រកួតនឹងមានប្រវែងប្រមាណជា500ម៉ែត្របាទហើយពីលើខ្យល់ហ្នឹងគឺវានៅទិសខាងលិចឆ្ពោះមកខាងទីខ្សែប្រតហ្នឹងនៅខាងចំខាងមុខនៅវត្តវិជ្ជារាមតកុចាស់បាទក្នុងឱកាសនេះថ្នាក់ដឹកនាំនិគមទង្វានក៏បានជូនតង់អនុស្សាវរីយ៍ទៅដល់ក្រុមទូកងនានាដែលបានចូលរួមបាទឥឡូវគឺបង្វែរអារម្មណ៍របស់បងប្អូនយើងមកតាមដានទស្សនានៅការប្រកួតជុំទី4បាទគឺដែលទូកដែលបានទទួលជ័យជំនះលេខ1លេខ2នៅតារាងនីមួយៗហ្នឹងក៏បានជួបគ្នាបាទឥឡូវនេះគឺគូប្រកួតរវាងក្រុមទូកងបឹងកញ្ចប់ថ្មីប៉ះជាមួយនឹងក្រុមទូកងសៃដាឥឡូវដូច្នេះលទ្ធផលគឺក្រុមទូកងវត្តបឹងកញ្ចប់ថ្មីទទួលបានជ័យជំនះហើយនឹងចំពោះទៅចូលរង្វង់ពាក់កណ្ដាលផ្ដាច់ប្រត់បាទឥឡូវនេះគឺគូប្រកួតបន្តទៅទៀតបាទគូប្រកួតបន្តនេះគឺជាម្ចាស់ផ្ទះហើយបងប្អូនគឺក្រុមទូកងវត្តតកុចចាស់ទី1ប៉ះជាមួយនឹងក្រុមទូកងតកុចចាស់ទី2បាទហើយនេះគឺបងប្អូនបង្កើតហើយបងប្អូនហើយនេះបងប្អូនដែលគូនេះជើងនេះក៏បានប៉ះគ្នាហើយឥឡូវគឺក្រុមទូកងតកុចចាស់ទី2ក៏ទទួលបានជ័យជំនះទៅលើក្រុមទូកងតកុចចាស់ទី1បាទហាក់ដូចជារបៀបថាបន្ធូរដៃបន្តិចដើម្បីឲ្យទូកងជើងខ្លាំងនិងឆ្ពោះទៅបន្តទៅទៀតបាទឥឡូវគឺគូប្រកួតបន្តទៅទៀតនេះគឺជើងទី3បាទរវាងក្រុមទូកងតកុចបាទជួបជាមួយនឹងក្រុមពោធិ៍សថារាមដែលមកពីសង្កាត់សុកតាំងបាទហើយពោធិ៍សថារាមនឹងក៏មាននៅខាងខ្សែទឹកខាងក្រៅបាទគូប្រកួតមួយគូនេះគឺហាក់ដូចជាស្មើគ្នាបងប្អូនបាទអស្ចារ្យណាបងប្អូនគឺក្រុមទូកងតកុចនៅខាងនៅខាងខ្សែទឹកខាងក្នុងចំណែកពោធិ៍សថារាមនៅខាងខ្សែទឹកខាងក្រៅបាទឥឡូវគឺគូប្រកួតពិសេសមួយទៀតហើយបងប្អូនបាទនេះគឺគូប្រកួតរវាងក្រុមទូកព្រែក6បាទតកុចហើយប៉ះជាមួយនឹងក្រុមទូកងវត្តពោថ្លឹងមកពីខ្សាច់បាទឥឡូវនេះគឺក្រុមទូកងព្រែក6បាទឆ្ពោះមកលឿនយ៉ាងខ្លាំងបាទបងប្អូនបាទទទួលបានជ័យជំនះទៅលើក្រុមពោថ្លឹងហើយបងប្អូនបាទទោះបីជាខំប្រឹងយ៉ាងណាมันអាចដេញតាមថតទីបងប្អូនហើយបានគេឃើញថាទូកទាំងអស់ដែលមានសមត្ថភាពនិងលទ្ធភាពដ៏អស្សមត្ថភាពដែលបានចូលមកប្រឡងប្រជែងដើម្បីយកជ័យពីជូនដល់ចំណោទទូកនីមួយៗបាទទស្សនិកជនទាំងឡាយជាទីគោរពនិងជាទីរាប់អានបាទឥឡូវនេះគឺចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ប្រត់បាទនេះគឺគូប្រកួតរវាងក្រុមទូកងវត្តបឹងក្រចាប់ថ្មីបាទហើយប៉ះជាមួយនឹងតកុចឥឡូវនេះគឺក្រុមទូកងវត្តបឹងក្រចាប់ថ្មីទទួលបានជ័យជំនះទៅលើក្រុមទូកងតកុចរួចហើយបាទរវាងក្រុមទូកងតកុចចាស់ប៉ះជាមួយនឹងព្រែក6បាទព្រែក6ឥឡូវគឺថាទូកទាំងពីរនេះហាក់ដូចជាស្មើគ្នាបាទដើម្បីគណៈចាត់តាំងយើងពិនិត្យនៅខាងកាមេរ៉ាឡើងវិញតើក្រុមទូកងណាដែលទទួលបានជ័យជំនះបាទបងប្អូនដែលតាមការសន្និដ្ឋានរបស់អាជ្ញាកណ្ដាលហ្នឹងគឺក្រុមទូកងព្រែក6ក៏ទទួលបានជ័យជំនះបាទដើម្បីឆ្ពោះទៅប្រកួតនៅរង្វង់ផ្ដាច់ប្រត់បាទទៅគឺកន្លែងចាក់ដាំដើម្បី
ដើម្បីប្រណាំងនៅពីចុងក្រោយពីបេក្ខគឺដណ្ដើមលេខ3និងលេខ4ព្រមទាំងលេខ1និងលេខ2បាទឥឡូវសូមប្រិយមិត្តទៅតាមដាននៅវគ្គបន្តទៀតគឺជារង្វង់ផ្ដាច់ប្រត់បាទនេះគឺគូប្រកួតដណ្ដើមលេខ3បាទរវាងក្រុមទូកងតគុជអាប៉ះជាមួយនឹងក្រុមទូកងតគុជចាស់បាទឥឡូវគឺក្រុមទូកងតគុជចាស់ដែលម្ចាស់ផ្ទះនោះក៏ទទួលបានជ័យជំនះលេខ3បាទហើយឥឡូវនេះគឺមានដោយសារមានបច្ចេកទេសក៏ដូចជាការហាត់ដល់បាទហាត់សមដល់ក៏ទទួលបានដាច់យ៉ាងឆ្ងាយតែម្ដងទៅបងប្អូនបាទនេះគឺដែលមានឯកសណ្ឋានពណ៌ក្រហមមុខលឿងនេះគឺក្រុមទូកងតគុជអាបាទនេះគឺទូកងតគុជទទួលបានលេខ4បាទហើយចំណែកដែលក្រុមទូកងតគុជចាស់ហ្នឹងទទួលបានលេខ3បាទហើយឥឡូវនេះគឺជាគូប្រកួតបន្តទៅទៀតនេះគឺដែលគួរឲ្យចាប់អារម្មណ៍បំផុតនេះក្រុមទូកងបាទក្រុមទូកងព្រែក6គាត់វាយផ្ដាច់បាទមកដល់ទីប្រតនេះក៏ទទួលបានជ័យជំនះលេខ1ប្រចាំឆ្នាំ2025បាទគឺបាទហើយទូកនេះក៏ទទួលបានជ័យជំនះលើក្រុមទូកងបឹងកញ្ចប់ថ្មីដែលមកពីតឹងឋានបាទដូច្នេះបាទគួរឲ្យសោកស្ដាយដែរក្រុមទូកងដែលមកពីបឹងកញ្ចប់ថ្មីនោះមិនអាចទទួលបានជ័យជំនះទេបាទហើយដូច្នេះគឺក៏ទទួលបាននៅលេខ2បាទលេខ2បាទឥឡូវខ្ញុំបាទសូមរៀបរាប់ឡើងវិញអំពីលទ្ធផលនៃការប្រកួតប្រណាំងទូកងខ្នាតតូចវត្តតគុជបាទអំណរបន្សានដូនតាប្រពៃណីរបស់ជំនុំជាតិខ្មែរឆ្នាំ2025បាទឥឡូវគឺទូកងទទួលបានជ័យលាភីលេខ1គឺក្រុមទូកងកិន6តគុជលេខ2វត្តបឹងកញ្ចប់ថ្មីមកពីឃុំតឹងឋានលេខ3គឺក្រុមទូកងតគុជចាស់បាទលេខ4តគុជបាទគុំសារបានយកជ័យជំនះយកបានទីពីគឺនៅចំណុចទី1គឺថាគុំសារបានយកជ័យពីនៅឆ្នាំ2025ហើយមិនបានយកឆ្នាំទៅអត់វិញទៅសូមមកគឺមិនបានកាន់ទៅដល់ចំណុចទី1ឆ្នាំក្រោយយកទៅវិញមកជួបគ្នានៅឆ្នាំពេលទីបានជុំបានមិនបានបានមិនសូមអរគុណនិងអរគុណទាំងអស់ពីសំណាក់ប្រព័ន្ធទាំងឡាយដែលបានចូលរួមនៅក្នុងពិធីនៃអង្គទុកអរនេះឯងសូមអរគុណនិងអរគុណបាទក្នុងឱកាសនេះគណៈចាត់តាំងក៏បានរៀបចំជូនរង្វាន់ទៅដល់ក្រុមទូកងដែលទទួលបានជ័យជំនះបាទឥឡូវនេះគឺជូនរង្វាន់ទៅដល់ក្រុមទូកងលេខ4បាទគឺក្រុមទូកងតគុជបាទហើយឥឡូវនេះគឺខាងផ្នែកខាងក្រុមទូកងតគុជចាស់បាទដែលទទួលបានលេខ3បាទគឺសូមអបអរសាទរដល់ក្រុមទូកងដែលទទួលបានជ័យលាភីលេខ2បាទនោះគឺក្រុមទូកងវត្តបឹងកញ្ចប់ថ្មីបាទដែលមកពីឃុំតឹងឋានបាទហើយឥឡូវនេះក៏ទទួលបានជ័យលាភីលេខ2បាទនេះគួរឲ្យស្ងើចសរសើរមែនទែនក្រុមទូកងបានខិតខំបាទមកចូលរួមមិនថាផ្លូវឆ្ងាយទេបាទទីបញ្ចប់នេះគឺក្រុមទូកងដែលទទួលបានជ័យជំនះលេខ1បាទគឺទទួលបានពានរង្វាន់គប់បាទប្រចាំឆ្នាំ2025នេះបានទៅលើក្រុមទូកងកិន6បាទកិន6ទៅពេជ្រនៅខាងឃុំភូតំបាទនេះគួរឲ្យស្ងើចសរសើរមែនទែនហើយអបអរសាទរដល់បងប្អូនខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីទទួលបានជ័យជំនះនៅលើពិធីប្រណាំងទូកងខ្នាតតូចអំណរបន្សានដូនតាប្រពៃណីរបស់ជំនុំជាតិខ្មែរឆ្នាំ2025
បាទឥឡូវគឺថ្នាក់ដឹកនាំឃុំទង្វានក៏បានមកជូនរង្វាន់ក៏ដូចជាពានរង្វាន់ហ្នឹងទៅដល់ក្រុមទូកងដែលទទួលជ័យលាភីលេខ1គឺក្រុមកិន6បាទតក្វិចបាទហើយឥឡូវនេះគឺប្រជាអធិការព្រមទាំងថ្នាក់ដឹកនាំក៏ជូនបាទជូនរង្វាន់ជាបច្ច័យលេខ1ទទួលបាន6លានដុំនិងគប់បាទនេះគឺទស្សនវិជ្ជាដែលបងប្អូនកីឡាករទទួលបានជ័យជំនះនឹងរំសប្បាយរីករាយយ៉ាងខ្លាំងពេលទទួលជ័យជំនះបាទ